ណែសម្លាញ់គ្នាធ្លាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មួយអាណត្តិរួចហើយឆ្នាំ2017នេះនឹងដល់ការបោះឆ្នោតម្ដងទៀតតែគ្នាមិនធ្លាប់ដឹងថាកោជបមានសមត្ថកិច្ចអ្វីខ្លះក្នុងដំណើរការបោះឆ្នោតនេះសោះបើឯងចង់ដឹងឯងអាចមើលច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងជំពូកទី2នេះនោះឯងនឹងដឹងហើយកោជបមានសមត្ថកិច្ចចាត់ចែងរៀបចំនិងគ្រប់គ្រងបញ្ជីបោះឆ្នោតនិងការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គ្រប់គ្រងបញ្ជីបោះឆ្នោតរៀបចំពិនិត្យរក្សាការពារផ្ដល់សុពលភាពនិងចុះបញ្ជីបោះឆ្នោតនិងសម្រេចលើការចុះឈ្មោះបញ្ជីបេក្ខជនរៀបចំគ្រប់គ្រងការបោះឆ្នោតអប់រំអ្នកបោះឆ្នោតនិងបណ្ដុះបណ្ដាលមន្ត្រីបោះឆ្នោតពិនិត្យនិងតាមដានយុទ្ធនាការឃោសនាបោះឆ្នោតរៀបចំនីតិវិធីបោះនិងរាប់សន្លឹកឆ្នោតការពារសុវត្ថិភាពក្នុងដំណើរការបោះឆ្នោតរាប់សន្លឹកឆ្នោតនិងប្រកាសលទ្ធផលសម្រាប់លើបណ្ដឹងតវ៉ាទាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ផលិតដោយ Confrel